ស្ដីបងប្អូនអរគ្នាថ្ងៃនេះយើងមកសិក្សាអំពីអក្សរសិល្ប៍ខ្មែរប្រហែលឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាក្នុងការប្រឡងបាក់ឌុបក្តីការប្រឡងសិល្បការក្តីគឺភាគច្រើនតែចេញប្រធានបែបអក្សរសិល្ប៍ដូច្នេះបងប្អូនត្រូវតែស្គាល់អំពីអ្វីក៏ដោយឲ្យតែតកតទៅនឹងអក្សរសិល្ប៍ត្រូវស្គាល់ច្បាស់ស្គាល់អំពីនិយមន័យនៃអក្សរសិល្ប៍ស្គាល់អំពីប្រភេទចលនារបស់អក្សរសិល្ប៍ឲ្យបានច្បាស់លាស់ហើយក៏ត្រូវដឹងថាអក្សរសិល្ប៍មានមុខងារអីខ្លះដែរត្រូវយល់អំពីតម្លៃនៃអក្សរសិល្ប៍ថាតើអក្សរសិល្ប៍ហ្នឹងផ្ដល់តម្លៃអីខ្លះដល់យើងថាតើអក្សរសិល្ប៍ហ្នឹងអប់រំអីខ្លះដល់យើងអញ្ចឹងយើងត្រូវយល់ឲ្យច្បាស់អំពីអក្សរសិល្ប៍ពីព្រោះកាលណាយើងយល់ច្បាស់ហើយយើងងាយស្រួលក្នុងការទៅធ្វើតែងសេចក្តីប្រធានបែបអក្សរសិល្ប៍ចឹងដើម្បីកុំឲ្យខាត់ពេកយើងចូលដល់ចំណុចទី1របស់យើងគឺនិយមន័យអក្សរសិល្ប៍ថាតើអក្សរសិល្ប៍គឺជាអីចឹងអក្សរសិល្ប៍គឺជាស្នាដៃនៃកម្រងអត្ថបទទាំងឡាយណាដែលកវីនិពន្ធបានតាក់តែងឡើងប្រកបទៅដោយសិល្បវិធីដើម្បីធ្វើឲ្យអ្នកអានអ្នកស្ដាប់ជួយចិត្តដិតអារម្មណ៍ចឹងបងប្អូនត្រូវស្គាល់ឲ្យច្បាស់អំពីនិយមន័យហ្នឹងព្រោះដោយសារនៅពេលដែលយើងធ្វើតែងសេចក្តីគឺត្រង់បញ្យល់ពាក្យកលឹះជាទូទៅគឺត្រូវបញ្យល់អំពីពាក្យអក្សរសិល្ប៍ហ្នឹងហើយអញ្ចឹងកាលណាយើងអត់ចេះនិយមន័យរបស់វាទេគឺវាពិបាកដែរនៅពេលដែលយើងធ្វើតែងសេចក្តីបែបអក្សរសិល្ប៍អញ្ចឹងយើងចូលទៅចំណុចមួយទៀតគឺប្រភេទអក្សរសិល្ប៍អញ្ចឹងអក្សរសិល្ប៍ចែកចេញជា3ប្រភេទគឺអក្សរសិល្ប៍បុរាណអក្សរសិល្ប៍ប្រជាប្រិយអក្សរសិល្ប៍សម័យឬទំនើបអញ្ចឹងយើងត្រូវស្គាល់ទៀតថាតើអក្សរសិល្ប៍នឹងបុរាណហ្នឹងគឺជាអីប្រជាប្រិយហ្នឹងគឺជាអីទំនើបឬសម័យហ្នឹងគឺជាអីអញ្ចឹងឥឡូវយើងចូលទៅបន្តទៀតអញ្ចឹងអក្សរសិល្ប៍បុរាណអក្សរសិល្ប៍បុរាណគឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលមានទំនោរទៅរកលទ្ធិសាសនាព្រាហ្មណ៍និយមនិងពុទ្ធនិយមដែលភាគច្រើននិពន្ធឡើងនៅមុនសតវត្សទី20ហើយដំណើររឿងច្រើនតែកើតឡើងតាមការស្រមើស្រមៃរបស់អ្នកនិពន្ធអក្សរសិល្ប៍បុរាណច្រើនសរសេរជាសិលាចារឹកស្លឹករឹតក្រាំងដោយស្នាដៃខ្លះក៏មានឈ្មោះអ្នកនិពន្ធនិងការបច្ឆេទខ្លះក៏គ្មានអញ្ចឹងទៅចឹងអក្សរសិល្ប៍បុរាណមានដូចជាអីដូចជារឿងរាមកេរ្តិ៍ទេមីសវណ្ណសាមព្រះមហោសថហង្សយុនមរណមាតាកាកីសុបិនកុមារសព្វសិទ្ធព្រះចិនវង្សជាដើមចឹងសង្ខេបឡើងវិញគឺបងអូនគ្រាន់តែដឹងថាចេះអក្សរសិល្ប៍បុរាណស្រួលសម្គាល់ត្រង់មួយអក្សរសិល្ប៍បុរាណកាលណាយើងឃើញវាសម្ដែងចេញនៅអភិនិហាសម្ដែងនៅចេញនៅរឿងដែលអស្ចារ្យរឿងដែលអច្ឆរិយៈដែលមនុស្សលោកពុំអាចធ្វើបានណាចេះប្រើសិល្ប៍ប្រើវេទមន្តអីហ្នឹងអាហ្នឹងវាចូលទៅក្នុងអក្សរសិល្ប៍បុរាណហើយឬមួយក៏រឿងហ្នឹងគឺបង្ហាញចេញពីតួអង្គទេវៈឬក៏អវតារឬក៏តួអង្គជាពពោធិសត្វនឹងគឺជាអក្សរសិល្ប៍បុរាណហើយសម្គាល់អញ្ចឹងសួរឆ្នាំចឹងឥឡូវយើងចូលទៅដល់អក្សរសិល្ប៍មួយប្រភេទទៀតគឺអក្សរសិល្ប៍ប្រជាប្រិយចឹងអក្សរសិល្ប៍ប្រជាប្រិយគឺជាអក្សរសិល្ប៍ដែលកើតឡើងពីការនិយាយតគ្នាពីមាត់មួយទៅមាត់មួយពីតំបន់មួយទៅតំបន់មួយហើយគ្មានឈ្មោះអ្នកនិពន្ធនិងការបច្ឆេទពិតប្រាកដទេអក្សរសិល្ប៍ប្រជាប្រិយច្រើនតែងជាអត្ថបទខ្លីៗរួមមានដូចជារឿងអ្នកតាទឹកអ្នកតាភ្នំរឿងសង្គ្រាមរវាងគីង្គក់និងតាព្រំរៃនិងសម្មោចបឹងយក្សឡោមធនជ័យជាដើមចឹងអក្សរសិល្ប៍ប្រជាប្រិយនោះក៏ចែកចេញជា3ប្រភេទទៀតដែរគឺដំណាលកថាប្រជាប្រិយពាក្យជួនប្រជាប្រិយនិងរបាំប្រជាប្រិយអញ្ចឹងងាយខ្លីៗដើម្បីស្រួលយល់ថាអក្សរសិល្ប៍ប្រជាប្រិយគឺជាអីយើងត្រូវចាំថាអក្សរសិល្ប៍ប្រជាប្រិយគឺជាអក្សរសិល្ប៍ដែលកើតឡើងពីការនិយាយតគ្នាចឹងអក្សរសិល្ប៍ដែលកើតឡើងពីការនិយាយតគ្នាពីមាត់មួយទៅមាត់មួយហ្នឹងអាហ្នឹងគេហៅថាអក្សរសិល្ប៍ប្រជាប្រិយតោះណានឹងឥឡូវយើងចូលទៅមួយទៀតគឺអក្សរសិល្ប៍ទំនើបឬសម័យអក្សរសិល្ប៍ទំនើបឬសម័យគឺជាស្នាដៃអត្ថបទដែលតាក់តែងឡើងនៅក្នុងសតវត្សទី20និងទី21យើងហ្នឹងដោយមានឈ្មោះអ្នកនិពន្ធនិងការបច្ឆេទពិតប្រាកដដែលខ្លឹមសាររឿងហ្នឹងគឺផ្ដោតទៅលើតថភាពសង្គមជាក់ស្ដែងការពិតជាក់ស្ដែងដែលមាននៅក្នុងសង្គមរួមទាំងការបណ្ដុះគំនិតតាមបែបជឿនលឿនហើយប្រភេទអត្ថបទច្រើនតែងជាពាក្យរាយដូចរឿងប្រឡោមលោកដូចល្ខោនអីចឹងច្រើនតែងជាពាក្យរាយអញ្ចឹងតែក៏មានរឿងតិចតួចដែរដែលសរសេរជាពាក្យកាព្យដូចជារឿងអីទៅដូចជារឿងទុំទាវដែលនិពន្ធដោយភិក្ខុសោមឃើញអត់សរសេរជាពាក្យកាព្យអាហ្នឹងក៏ជាអក្សរសិល្ប៍ទំនើបដែររឿងទុំទាវហ្នឹងចឹងអក្សរសិល្ប៍ទំនើបមានដូចជារឿងអីរឿងទុំទាវ
ក្លាបៃលិនសូផាតផ្កាសពូនមានលាដួងចិត្តដែលចូលយកតកាយចិត្តចោលអីហ្នឹងហូហាយចឹងមកអាហ្នឹងសតែជារឿងអក្សរសិល្ប៍ទំនើបឬសម័យហើយទៅយើងស្រួលយល់គឺថាអក្សរសិល្ប៍ទំនើបឬសម័យហ្នឹងគឺឆ្លុះបញ្ចាំងពីសង្គមហ្មងណាសង្គមជាក់ស្ដែងអ្វីដែលមាននៅក្នុងសង្គមហ្នឹងហ្មងវាអត់មានភាពអច្ឆរិយៈវាអត់មានការសម្ដែងនៅភាពអស្ចារ្យចេះប្រើសិលប្រើអីទេអត់ទេអក្សរសិល្ប៍ទំនើបគឺការពិតហ្មងគឺបែបវិទ្យាសាស្ត្រមិនមែនបែបចេះហោះចេះហើរឯអាហ្នឹងមិនមែនអក្សរសិល្ប៍ទំនើបទេតោះណាចុះឥឡូវយើងចូលទៅមួយទៀតគឺតកតងទៅនឹងមុខងារអក្សរសិល្ប៍ថាតើអក្សរសិល្ប៍មានប៉ុន្មានមុខងារចាអក្សរសិល្ប៍ហ្នឹងគឺចែកចេញជា4មុខងារគឺមុខងារទៅមុខងារពុទ្ធិមុខងារអប់រំមុខងារតថៈមុខងារសិលវិជ្ជាឬសោភ័ណ្ឌចឹងមុខងារពុទ្ធិហ្នឹងគឺជាមុខងារដែលអក្សរសិល្ប៍បានផ្ដល់ឲ្យយើងនៅចំណេះដឹងអក្សរសិល្ប៍ដែលបង្ហាញយើងឲ្យឃើញនៅទម្រង់គ្រប់បែបយ៉ាងនៃជីវភាពធ្វើឲ្យយើងយល់បាននៅអ្វីជាយុត្តិធម៌អ្វីជាសុភមង្គលអ្វីជាស្នេហាធ្វើឲ្យយើងយល់បានច្រើនអំពីដំណើរជីវិតរបស់មនុស្សមានដូចជាផ្នត់គំនិតជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ចរិតលក្ខណៈអញ្ចឹងយើងសង្ខេបដែលខ្លីគឺថាមុខងារពុទ្ធិហ្នឹងគឺជាមុខងារមួយដែលផ្ដល់ឲ្យយើងនៅចំណេះដឹងហើយនៅពេលដែលយើងមានចំណេះដឹងហ្នឹងហើយគឺធ្វើឲ្យយើងយល់អំពីអ្វីជាយុត្តិធម៌អ្វីជាសុភមង្គលអ្វីជាស្នេហាចឹងអាយល់ហ្នឹងគឺកើតចេញពីអីកើតចេញពីចំណេះដឹងហ្នឹងកើតចេញពីអីកើតចេញពីមុខងារពុទ្ធិហ្នឹងដែលក្នុងអក្សរសិល្ប៍គឺបានផ្ដល់ឲ្យនៅពេលដែលយើងបានអានអក្សរសិល្ប៍ហ្នឹងហើយផ្ដល់ឲ្យយើងនៅពុទ្ធិហ្នឹងពុទ្ធិឬក៏ចំណេះដឹងហ្នឹងចាឥឡូវយើងចូលទៅបន្តទៀតគឺតកតងនឹងមុខងារអប់រំគឺជាមុខងារដែលអក្សរសិល្ប៍បានផ្ដល់ឲ្យយើងនៅសមត្ថភាពប្រើប្រាស់ពាក្យពេចន៍បានត្រឹមត្រូវជឿនលឿនមិនឆ្កងក្នុងការប្រើប្រាស់ភាសាមុខងារអប់រំគឺជាមុខងារលុតដំបំពាក់អំពន់សិលសញ្ចេតនានិងធម៌ពលច្នៃប្រឌិតរបស់មនុស្សដែលត្រូវបានកំណត់ទៅលើការអប់រំសិលធម៌បណ្ដុះបណ្ដាលគុណធម៌របស់មនុស្សឲ្យស្គាល់ខុសត្រូវល្អអាក្រក់បុណ្យបាបគុណទោសនិងជីវធម៌ជាដើមអប់រំអីអប់រំទាំងផ្លូវកាយវាចានិងចិត្តអប់រំផ្លូវកាយនឹងមិនអប់រំផ្លូវកាយមិនឲ្យប្រព្រឹត្តអំពើពុករលួយមិនឲ្យប្រព្រឹត្តអំពើហិង្សាអប់រំផ្លូវវាចានឹងមិនឲ្យពោលនៅពាក្យសម្ដីដែលពីរោះមិនឲ្យពោលនៅពាក្យតគោះបោះបោកមិនឲ្យពោលនៅពាក្យញុះញង់បំបែកបំបាក់អ្នកដទៃអប់រំផ្លូវចិត្តនឹងមិនអប់រំផ្លូវចិត្តនឹងគឺអប់រំឲ្យមនុស្សនឹងកុំឲ្យមានចិត្តលោភលន់កុំឲ្យមនុស្សនឹងទៅមានចិត្តចំណែនឈ្នានេះនិន្ទានឹងហើយគឺជាមុខងារអប់រំដែលមាននៅក្នុងអក្សរសិល្ប៍អប់រំឲ្យយើងអញ្ចឹងហើយទៅដូចជាក្នុងចលនាអក្សរសិល្ប៍ពុទ្ធនិយមភាគច្រើនតែអប់រំយើងឲ្យដឹងអំពីបុណ្យបាបអប់រំយើងឲ្យស្គាល់គុណទោសភាគច្រើនកើតមាននៅក្នុងអក្សរសិល្ប៍ពុទ្ធនិយមច្រើនតែបង្ហាញពីទ្រឹស្ដីកម្មផលធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ហ្នឹងហើយអាហ្នឹងហើយគឺជាចំណុចនៃការអប់រំរបស់អក្សរសិល្ប៍អប់រំឲ្យយើងទៅរកផ្លូវល្អអប់រំឲ្យយើងជៀសវាងអំពើអាក្រក់ជៀសវាងអំពើហិង្សាផ្សេងឲ្យយើងទៅរកផ្លូវដែលសន្តិភាពផ្លូវដែលដំណោះស្រាយដោយសន្តិវិធីអាហ្នឹងហើយគឺជាមុខងារអប់រំនៅក្នុងអក្សរសិល្ប៍ចឹងឡើងយើងចូលទៅបន្តទៀតគឺយើងចូលទៅដល់មុខងារតថៈហ្នឹងគឺការពិតចឹងមុខងារតថៈគឺបង្ហាញឲ្យឃើញអំពីតថភាពជាក់ស្ដែងក្នុងជីវភាពរស់នៅបង្ហាញឲ្យឃើញការពិតជាក់ស្ដែងក្នុងជីវភាពរស់នៅរបស់មនុស្សហ្នឹងអ្នកនិពន្ធបានខិតខំបង្ហាញនៅអ្វីដែលជាការពិតដូចជាការបង្ហាញអំពីធម្មជាតិរបស់មនុស្សកើតចាស់ឈឺស្លាប់អានឹងជាធម្មជាតិរបស់មនុស្សយ៉ាងម៉េចមនុស្សចេះចំណែនឈ្នានេះមនុស្សចេះលោភលន់អានឹងគឺជាធម្មជាតិរបស់មនុស្សចេះដឹងខុសដឹងត្រូវវណ្ណៈភាពក្នុងសង្គមនិយាយពីវណ្ណៈអ្នកមានអ្នកក្រវណ្ណៈមូលធនអធនការបែងចែកវណ្ណៈផ្សេងហើយទៅមុខងារតថៈគឺយ៉ាងម៉េចគឺបង្ហាញអំពីការពិតដូចជាការមិនប្រកាន់ចំពោះបុគ្គលណាម្នាក់នឹងហើយទៅអក្សរសិល្ប៍នឹងក៏មានតួនាទីឆ្លុះបញ្ចាំងពីសង្គមនិងប្រវត្តិសាស្ត្រក្នុងសម័យកាលនីមួយៗមុខងារតថៈហ្នឹងហើយដែលជាមុខងារមួយឆ្លុះបញ្ចាំងពីសង្គមនិងប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីសង្គមឲ្យឃើញថាសង្គមនឹងយ៉ាងម៉េចឧទាហរណ៍នៅក្នុងរឿងទុំទាវនៅពេលដែលយើងអានចប់មានមុខងារតថៈមួយដែលបង្ហាញយើងឲ្យឃើញគឺឲ្យឃើញថាសង្គមនឹងគឺជាសង្គមដែលប្រកាន់យកនៅរបបសក្តិភូមិសង្គមដែលបិទសិទ្ធិសេរីភាពនៅក្នុងក្រុមគ្រួសារ
bằng hai tha mà đai để chỉ mê rô xa nâng cứ chỉ nẹ cầm nót cho Việt Nam chưa rơ cú sự coi cồn anh đang cứ cho mình trang lại khơi pi sừng cung sớm lùng về chăng với sao sao riêng tung tiếp mình cả làng bằng hai pi sớm lùng về chăng sao lớn một nghĩa tạ thả nó cứ bằng hai chăng hay tới bằng hai vào vọt xa giống mình vào vọt xa trong sớm ca này mùi mùi bằng hai thá nực nông ô mà tha riêng tung tiêu rồi đấy cứ nực nông riêng tung tiêu nó này cứ nè đi pôn trong bằng hai thá sớm ca nó cứ chơi sớm ca đài đài cả tăng pi lơ đỏ còng tăng pi bờ riết chia rồi hốt từ đó ông nát mê cua xà khơi nhọt nó hai cứ cho mình trang pi vọt xa cho mình trang pi sừng cùng nó hai cứ cho mình trang chứ anh nó cứ chỉ một nghĩa tạ thả ấy cho lấy dân cho tôi to tiết cứ tẹt to từ nó một nghĩa sao là bị chia rư sập hoàn một nghĩa sao là bị chia rư sập hoàn cứ chỉ một nghĩa đại bắt đo nơi sập hoàn ở rùa thì run ở rùa hay sả rùa vì sắt rùa đại chia một thọ muối miên mà được nhối rư co còn tra ở đó bao nhiêu nữa ở miên nó sinh chơi từ nào rùm phớp sao đại miên tại bột thị nó ấp rùm cứ mình xây là o kháng ấy riêng đó không priệp đôi chia chồng riêng chăng đại miên play nhá cứ bùm xây bị rùa đôi miên play nào đôi chân này sao thì mưa muối nó cứ trôi tay bánh trôi là sao là bạc dương mình ép trao là sao là bạc bàn lòi hai con mình trôi nơi mình nói chia chọn pe bị prua cana dương mình trôi chọn pe viên đừng nói phải bắt bóng nơi đầm lấy sao là bạc chết đấy đi hướng ấy đi hướng kêu bằng riêng sọc sài miên tại sạch ca miên tại ắt này tại miên lẹ cái nạn sao là bạc nom ở game sơi trôi chật an sao bị chọn ở sơi trôi chật an hướng kêu bằng riêng sọc xé bị prua nẹt nị pôn nhà mày tới mình pra service thi đầm bây giờ tí nhà rắm rồi bỏ nẹt an chắc an tầm plét cứ bỏ bong ấy bị chọn cứ chân mòn tại đợt pe hướng na để bánh trôi là sao là thi chọn bánh trôi là sao là bạc không nắng cứ thua nẹt an nắng nhưng mày tới cứ sờ bài không ca an chuột chất không ca an một nghĩa sao là thi một nghĩa sao là chia rồi sập hoa nữ cứ chỉ một nghĩa đại đo nơi ấy nơi sập hoa là rúa thì run là rúa hay sợ rúa vì sợ rúa đó rồi mới có đo là dương nơi phiên sập bài đo là dương nơi pe class an tới zoom pe class an tới ở cầu đồng phơ tới pe class an tới cọc khăn sầm ba nâng bục cô tua on nam mà nè chứ thôi à với đại dương khăn à với đại dương shop à với đại dương zoom nâng ấy anh đang cứ chỉ một nghĩa môi bỏ so lá đại bằng hai nhà dương khơi chứ anh đang hay cứ chỉ một nghĩa sao chia được sập khoan nằng vô lắm chứ là dương trôi từ to tiết cứ tẹt to nằng cho là nè chứ là so cứ chạy trên chịu buôn cho là nè cứ cho là nè prim này giống cho là nè pon này giống cho là nè khai rạ này giống nằng cho là nè bỏ tên này dùng chân cho là nè prim này giống nằng cứ chia snap đấy sao tiền lai nè đại miên tụm nẹt tụm nón từ nâng bay bót lật thị sa na prim sao bạn ní cứ kê tay tại miên chỉ nửa lừa a tê chưa lừa rương hay ở cha ở phụt là hay chân tư đây mà nuôi lô cùng ai thưa bàn nuôi lô cùng ai thưa bàn nó đôi chơi hot hair miên sol miên ai bầm băng cay chân đó là nó cứ mà nuôi lô ai thưa bàn này hay tức là miên rương hay ở cha miên tu ông ai tê miên chỉ nửa nó hay nó bị trôn được không cho là sao prim thì dùng năng ảnh đại tu ông sầm khăn nó chị ấy chị ai tê chị avatar chị đào ôi thôi đi chơi rương riêng kề rương mà ha phe tạ dốt chị đào năng ấy cứ chia cho là sao prim thì dùng cho là dân châu từ đó cho là nè sao pon thì dùng cho là sao pon thì dùng cứ chia snap này sao tiền lai nè đại lực dọc pi Thursday về Buddha Sasna một thôi chỉ cổ hỏi Thursday đằngนู้cứ thật được không cùng pi bè trai bảy đọ đại chóp tẹt tông nâng bánh hà cam Paul bòn ba lọ ở cọ nâng côn tôi chỉ đàm sao bận giống chạy chân chỉ bay vào phết cứ sao bận giống sọt sát sao bận giống khai thầm đá nên sao bận giống khai hồ hệt chân cái này phong đá ai có sai khác cái đại chạy chân chỉ pi vào phết đi cái chạy chỉ pi vào phết cứ sao bận giống sọt sát nên sao bận giống khai tại vì mình kho khnia và má này ôn vì đôi tay khnia nâng mình ấy đây mình chỉ bánh hè đi chẳng riêng đại tẹt to đừng cho này sao bận giống đó cứ miên đây chị ấy riêng tê mày riêng trần nụ Savannah Sam nên mày riêng sấy thò trong sáng anh đang hái cứ chia riêng đại thân không cho là ná sao body dùng và tao mà tiết cứ dương thời đăng the sao body dùng nắng chạy trên chỉ bay tiết cứ sao body dùng sao sát sao body dùng khai thầm đá nên sao body dùng khai hồi hệt
ហើយទៅអក្សរសិល្ប៍ពន្ធនិយមសិក្សានឹងសំដៅដល់អីសំដៅទៅដល់ទស្សជាដកហើយដើម្បីងាយស្រួលក្នុងការចងចាំចំណងជើងរឿងនីមួយហ្នឹងនៅបារមីទាំង10របស់ព្រះពោធិសត្វដែលកសាងមកហ្នឹងគឺយើងត្រូវតែចេះសង្ខេបជាអក្សរកាត់ដូចតទៅទស្សជាដកយើងដឹងហើយទស្សជាដកគឺជាអីជារឿងកំណើតទាំង10របស់ព្រះពោធិសត្វមុននឹងត្រាស់ដឹងជាពុទ្ធអញ្ចឹងទស្សៈហ្នឹងគឺស្មើនឹង10ណាជាដកហ្នឹងគឺកំណើតអញ្ចឹងរឿងដែលនិយាយអំពីកំណើតព្រះពោធិសត្វទាំង10ជាតិចុងក្រោយហ្នឹងគឺមានដូចជាអីមានទេមីមានជំនួមានសវណ្ណសាមមាននេមិរាជមានមហោសថអីអញ្ចឹងទៅតែសិស្សភាគច្រើនគឺពិបាកចាំចំណងជើងហ្នឹងហ្មងអត់ដឹងថារាប់ពីណាទៅណាអត់មានលំដាប់លំដោយអញ្ចឹងដើម្បីងាយស្រួលចំណាំងាយស្រួលដឹងថារឿងហ្នឹងត្រូវជាមួយនឹងបារមីអីគឺតើយើងចេះសង្ខេបអញ្ចឹងទេមីយើងសង្ខេបដោយពាក្យថាទេមកជំនួយើងដាក់ចែវមកជាសវណ្ណសាមយើងទៅសេទៅសុមកនេមិរាជយើងទៅសេថានេអញ្ចឹងមកអញ្ចឹងដល់ពេលយើងសរុបចូលគ្នាទៅយើងអានតែម្ដងស្រួលចាំអានតែទិញតែទៅយូរបងអូននឹងចាំអីទេជាសុនេមៈភូចនីវិវេទេជាសុនេមៈភូចនីវិវេទេជាសុនេមៈភូចនីវិវេដល់ពេលអញ្ចឹងយើងចាំហើយយើងដឹងទេមីជាជំនួសុសវណ្ណសាមនេមិរាជមៈមហោសថភូរតតចច័ន្ទកុមារនារតៈព្រំវិធរៈបណ្ឌិតវិធរៈវេសន្តរអញ្ចឹងយើងចាំហើយទៅនៅពេលដែលយើងចាំរឿងហ្នឹងហើយយើងចាំជាមួយតួស្បារមីទៀតមានន័យថានេខមៈបារមីវិរិយៈបារមីមេតាបារមីអធិដ្ឋានបារមីបញ្ញាបារមីសីលៈបារមីខន្តីបារមីឧបេខាបារមីសសច្ចៈបារមីទានៈបារមីអញ្ចឹងយើងដឹងថាទេមីគូជាមួយនេខមៈបារមីជំនួគូមួយវិរិយៈបារមីសវណ្ណសាមគូជាមួយមេតាបារមីអញ្ចឹងស្រួលយល់នៅពេលដែលយើងចាំអញ្ចឹងស្រួលយល់យើងងាយស្រួលពេលខ្លះយើងច្រឡំសាច់រឿងអត់ដឹងថាទេមីកសាងបារមីអីអត់ដឹងថាវេសន្តរកសាងបារមីអីអញ្ចឹងបំពេញពេញទឹកពេញដីអញ្ចឹងដើម្បីកុំឲ្យបំពេញមានតែយើងត្រូវសូត្រអញ្ចឹងចាំអញ្ចឹងទេជៈសូនេមៈភូជនីវិវេនេវីមេអបសៃខឧសទានេខមៈបារមីគឺអីគឺមានថាការចេញបួសអញ្ចឹងទេមីហ្នឹងគឺសន្សំនៅបារមីមួយគឺការចេញបួសដែលលះបង់ទ្រព្យសម្បត្តិអីទាំងអស់អត់ចង់បានរាជសម្បត្តិអីទេគឺសុខចិត្តចេញទៅសាងព្រោះជាជំនួកសាងអីវិរិយៈបារមីវិរិយៈហ្នឹងគឺការព្យាយាមអញ្ចឹងសន្សំនៅសេចក្តីព្យាយាមមេតាសន្សំនៅសេចក្តីស្រឡាញ់អធិដ្ឋានគឺសន្សំនៅការតាំងចិត្តបញ្ញាគឺការគិតត្រូវយល់ឃើញត្រូវសីលៈបារមីនៅអញ្ចឹងយើងចាំបន្តទៀតមកអញ្ចឹងវាងាយស្រួលក្នុងការចាំរឿងនៅក្នុងអក្សរសិល្ប៍ពន្ធនិយមសុទ្ធសាស្ត្រហ្នឹងអញ្ចឹងសង្ខេបមកវិញអក្សរសិល្ប៍ពន្ធនិយមសុទ្ធសាស្ត្រគឺសំដៅទៅដល់ទស្សជាដកដល់ពេលអក្សរសិល្ប៍ពន្ធនិយមคล้ายធម្មតាឬក៏ត្រូវបានគេហៅថាបញ្ញាសជាដកបញ្ញាសជាដកហ្នឹងគឺមានចំនួន50រឿងនិយាយអំពីប្រវត្តិព្រះពោធិសត្វតែអាខាងក្រោមនេះអាបញ្ញាសជាដកហ្នឹងគឺមានភិក្ខុមានអីជាអ្នកនិពន្ធក្រោយទេតែអក្សរសិល្ប៍ពន្ធនិយមសុទ្ធសាស្ត្រដែលជាទស្សជាដកហ្នឹងគឺត្រូវបានសម្ដែងចេញពីព្រះពុទ្ធតែម្ដងព្រះពុទ្ធទ្រង់ត្រាស់សម្ដែងមកតែម្ដងអញ្ចឹងគឺជាពាក្យព្រះពុទ្ធតែអក្សរសិល្ប៍ពន្ធនិយមคล้ายធម្មតាដែលជាបញ្ញាសជាដកហ្នឹងគឺជាប្រសង់ដែលលោកសិក្សារៀនសូត្របានចេះដឹងក្រោយមកគាត់តែងអញ្ចឹងទៅនឹងហើយអញ្ចឹងបន្តមកទៀតគឺអក្សរសិល្ប៍ពន្ធនិយមคล้ายហួសហេតុអក្សរសិល្ប៍ពន្ធនិយមคล้ายហួសហេតុគឺជាស្នាដៃដែលត្រូវបានគេហៅថារឿងល្បែងឬសាស្ត្រាល្បែងដែលអក្សរសិល្ប៍ពន្ធនិយមคล้ายហួសហេតុហ្នឹងគឺคล้ายច្រើនគឺភាគច្រើននិយាយអំពីកម្មផលទ្រឹស្ដីធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់អីអញ្ចឹងទៅហើយតកតនៅអក្សរសិល្ប៍ពន្ធនិយមคล้ายហួសហេតុហ្នឹងដូចជារឿងអីរឿងសេរីធម៌រឿងខ្យងសាំងអីហ្នឹងដែលនិយាយអំពីកម្មផលអីហ្នឹងអាហ្នឹងចាត់ទុកថាជារឿងអក្សរសិល្ប៍ពន្ធនិយមคล้ายហួសហេតុអីដែលភាគច្រើនគឺតែងនៅក្នុងសម័យកតាលហ្នឹងហើយតែងនៅក្នុងសម័យកតាលហើយអាចនឹងបញ្ចូលនៅលក្ខណៈអស្ចារ្យមួយចំនួនផងដែរនៅក្នុងអក្សរសិល្ប៍ពន្ធនិយមคล้ายហួសហេតុហ្នឹងអ
ចឹងឥឡូវយើងចូលទៅបន្តទៀតគឺយើងសិក្សាអំពីចលនាអក្សរសិល្ប៍ខេមរនិយមចឹងចលនាអក្សរសិល្ប៍ខេមរនិយមគឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលលើកយកពីបញ្ហាពិតជាក់ស្ដែងនៅក្នុងសង្គមខ្មែរតាមសម័យកាលនីមួយៗមកបង្ហាញអក្សរសិល្ប៍ខេមរនិយមបានបង្ហាញឲ្យយើងឃើញអំពីផ្នត់គំនិតជំនឿសាសនាប្រពៃណីទំនៀមទម្លាប់វប្បធម៌និងចរិតលក្ខណៈរបស់ជនជាតិខ្មែរចឹងអ្វីក៏ដោយឲ្យតែតាក់ទងនឹងខ្មែរទាំងផ្នត់គំនិតជំនឿសាសនាវប្បធម៌ខ្មែររឿងដែលមានលក្ខណៈទាំងអស់ហ្នឹងលក្ខណៈជាខ្មែរគឺអាហ្នឹងគឺស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយមដូចជារឿងអីទុំទាវបង្ហាញពីផ្នត់គំនិតអីផ្នត់គំនិតនំមិនធំជាងនាលដែលជាផ្នត់គំនិតមួយរបស់ខ្មែរនៅក្នុងសម័យណាសម័យលង្វែកបង្ហាញពីជំនឿអីជំនឿជឿលើកម្មផលបង្ហាញពីសាសនាពុទ្ធសាសនាខ្មែរយើងកាន់នៅពុទ្ធសាសនាបង្ហាញពីប្រពៃណីទំនៀមទម្លាប់អីគឺអីទៅទំនៀមទម្លាប់មួយគឺខ្មែរយើងមានពិធីចូលម្លប់ហើយបញ្ជូនកូនប្រុសឲ្យទៅបួសនៅពេលដែលពេញវ័យអាហ្នឹងគឺបង្ហាញអំពីវប្បធម៌ខ្មែរទំនៀមទម្លាប់ខ្មែរចុះអ្វីក៏ដោយឲ្យតែបង្ហាញពីលក្ខណៈជាខ្មែរអាហ្នឹងហើយគឺស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយមអញ្ចឹងចាំតែប៉ុណ្្នឹងទៅចឹងដូចជារឿងអីរឿងភូមិដេឆានទុំទាវដែលចូលយត់អីចឹងទៅចឹងឥឡូវយើងចូលទៅចំណុចបន្តទៀតគឺចលនាអក្សរសិល្ប៍បរទេសនិយមចឹងចលនាអក្សរសិល្ប៍បរទេសនិយមគឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលពុំស្របទៅតាមលទ្ធិសាសនាព្រាហ្មណ៍ឬពុទ្ធសាសនាឬខ្មែរនិយមទេដែលធ្លាប់មានពីមុនមកនឹងទេអញ្ចឹងអក្សរសិល្ប៍នេះគឺច្រើនតែហូរចូលពីបរទេសអញ្ចឹងភាគច្រើនសិស្សយើងអត់សូវបានសិក្សាតាក់ទងនឹងអក្សរសិល្ប៍បរទេសនិយមទេហើយក្នុងការប្រឡងបាក់ឌុបអីហ្នឹងក៏អត់សូវចេញដែរតាក់ទងនឹងអក្សរសិល្ប៍បរទេសនិយមហ្នឹងឥឡូវយើងចូលទៅដល់លក្ខណៈអក្សរសិល្ប៍ថាតើអក្សរសិល្ប៍ចែកចេញជាប្រមាណលក្ខណៈចឹងអក្សរសិល្ប៍ចែកចេញជា8លក្ខណៈទី1លក្ខណៈមនុស្សទី2លក្ខណៈសង្គមទី3លក្ខណៈប្រវត្តិទី4លក្ខណៈវណ្ណៈទី5លក្ខណៈប្រជាជនទី6លក្ខណៈបកទី7លក្ខណៈជាតិនិងទី8លក្ខណៈអន្តរជាតិអញ្ចឹងយើងទៅមើលបន្តថាតើលក្ខណៈមួយហ្នឹងគឺមានន័យដូចយ៉ាងម៉េចអញ្ចឹងលក្ខណៈមនុស្សគឺសំដៅដល់បញ្ហាមនុស្សចរិតលក្ខណៈមនោសញ្ចេតនាការគិតពិចារណានិងសម្ដីរបស់មនុស្សជាដើមរឿងអីដែលមានលក្ខណៈមនុស្សរឿងដូចឧទាហរណ៍ដូចជារឿងរៃនិងសម្ោចក៏មានលក្ខណៈមនុស្សដែរបង្ហាញពីលក្ខណៈមនុស្សដែរតួអង្គរៃគឺជាតួអង្គដែលមានលក្ខណៈមនុស្សមួយគឺសំដៅដល់មនុស្សដែលខ្ជិលអត់ចេះឧស្សាហ៍ព្យាយាមមនុស្សដែលអត់ចេះសម្លឹងឃើញនៅថ្ងៃអនាគតខុសពីតួអង្គស្រមោចដែលមានលក្ខណៈមនុស្សតែមនុស្សជាមនុស្សដែលចេះគិតអំពីថ្ងៃខាងមុខចេះគិតគូរឧស្សាហ៍ព្យាយាមឧស្សាហ៍ធ្វើការនេះហើយគឺបង្ហាញពីលក្ខណៈមនុស្សតោះនេះនឹងហើយគឺលក្ខណៈមនុស្សចុះលក្ខណៈសង្គមលក្ខណៈសង្គមគឺសំដៅដល់នយោបាយសេដ្ឋកិច្ចសម័យកាលជីវភាពសន្តិសុខនិងការងារនៅក្នុងសង្គមជាដើមដូចរឿងអីដែលបង្ហាញពីលក្ខណៈសង្គមរឿងដែលបង្ហាញពីលក្ខណៈសង្គមភាគច្រើនឲ្យតែរឿងទំនើបឲ្យតែរឿងអក្សរសិល្ប៍ទំនើបអីភាគច្រើនគឺបង្ហាញទាំងអស់ហ្នឹងសេដ្ឋកិច្ចខ្មែរសម័យនោះយ៉ាងម៉េចនយោបាយយ៉ាងម៉េចទៅឧទាហរណ៍ថារឿងទុំទាវមិញតែចុះលក្ខណៈសង្គមនយោបាយនៅក្នុងសង្គមនៃរឿងទុំទាវហ្នឹងគឺនយោបាយបាយផ្ដាច់ការគឺជារបបមួយដែលជារបបសក្តិភូមិលក្ខណៈសង្គមដដែលគឺយ៉ាងម៉េចទៅដូចរឿងធនជ័យបង្ហាញពីលក្ខណៈសង្គមដូចជាសង្គមហ្នឹងគឺយ៉ាងម៉េចទៅគឺជាសង្គមមួយដែលមានការបែងចែកគ្នារវាងវណ្ណៈអធននិងវណ្ណៈមូលធនចឹងឥឡូវយើងបន្តទៅទៀតគឺចូលលក្ខណៈប្រវត្តិលក្ខណៈប្រវត្តិគឺសំដៅដល់ព្រឹត្តិការណ៍បុគ្គលពិតរជ្ជកាលនិងសម័យកាលណាមួយដែលជាប់តាក់ទងទៅនឹងអក្សរសិល្ប៍ឥឡូវបន្តមកទៀតគឺយើងសិក្សាអំពីលក្ខណៈវណ្ណៈលក្ខណៈវណ្ណៈហ្នឹងគឺសំដៅដល់អីសំដៅទៅដល់ពួកមូលធនអធនអ្នកមានឬអ្នកក្រការរើសអើងវណ្ណៈការតស៊ូប្រឆាំងទៅនឹងវណ្ណៈជាដើមយើងដឹងហើយការតស៊ូប្រឆាំងវណ្ណៈដូចជានៅក្នុងរឿងធនជ័យដែលតួអង្គធនជ័យហ្នឹងគឺជាស្ថិតនៅក្នុងវណ្ណៈអធនតស៊ូប្រឆាំងទៅនឹងណាប្រឆាំងទៅនឹងសេដ្ឋីប្រឆាំងទៅនឹងប្រជាសកម្មភាពរបស់គាត់គឺបង្ហាញឃើញអញ្ចឹង
cứ ní hỏi cứ bằng hai nhầm pi văn nạ rồi viên bộ một thôn nâng bộ ạc thôn cho tẹt tông nâng lệ cả bạch chun lệ cả bạch chun cứ sừng đá từ đó nó cũng rất bỏ chi chun ở đom cái tệ chiều phim rồi nơi một robot smart ở đây đang tụi nẹt tụi nó robot bạch chun chẳng đích nó cũng rất mạnh chẳng nó cũng rất bạch chunอย่างmạnh nôm mình thom chiêng nhiều ពេលខ្លះនៅក្នុងអក្សរសិល្ប៍ក៏បានបង្ហាញពីផ្នត់គំនិតមួយចំនួនតាក់ទងទៅនឹងការជឿលើផ្កាយដ៏កន្ទុយដែលជឿថានឹងមានគ្រោះអីចឹងអាហ្នឹងជាផ្នត់គំនិតរបស់ប្រជាជនហើយចុះឧត្តមគតិគឺឧត្តមគតិស្នេហាជាតិអីចឹងទៅដូចជាតួអង្គទីឃាវុធដែលមានឧត្តមគតិខ្ពង់ខ្ពស់សុខចិត្តដាក់ជីវិតដើម្បីប្រឆាំងទៅនឹងសត្រូវឈ្លានពាន ណាអាហ្នឹងគឺបង្ហាញអំពីឧត្តមគតិរបស់តួអង្គហើយឧត្តមគតិក្នុងការសិក្សារៀនសូត្រក៏ចាត់ទុកថាជាឧត្តមគតិដែរឧត្តមគតិក្នុងការទៅក្នុងការលះបង់ផ្សេងៗដើម្បីប្រយោជន៍រួមអាហ្នឹងក៏ជាឧត្តមគតិនិងមនសិការរបស់មនុស្សដែរអញ្ចឹងយើងចូលទៅដល់លក្ខណៈបកគឺសំដៅដល់មនោគមវិជ្ជារបស់បកសរសើរនយោបាយនិងផ្សព្វផ្សាយឥទ្ធិពលនិងការឃោសនាផ្សេងៗ លក្ខណៈបកឧទាហរណ៍ដូចជានៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ព្រះអាទិត្យថ្មីរះលើផែនដីចាស់មានលក្ខណៈសរសើរនយោបាយរបស់បកគោណាសម្ដេចនរោត្តមសីហនុនឹងឲ្យបង្ហាញពីលក្ខណៈបកតែក៏មានអក្សរសិល្ប៍ខ្លះក៏បង្អាប់ពីនយោបាយសម័យសង្គមរាស្ត្រនិយមដែរដូចជាអក្សរសិល្ប៍ដែលតាក់តែងឡើងដោយលោកអឹមថុកក្នុងរឿងគ្រូបរិញ្ញាស្រុកខ្សែបង្ហាញពី ភាពអយុត្តិធម៌អំពើពុករលួយនៅក្នុងសម័យកាលសង្គមរាស្ត្រនិយមអញ្ចឹងទៅនេះហើយបង្ហាញអំពីលក្ខណៈបកអញ្ចឹងយើងចូលទៅបន្តទៀតតាក់ទងទៅនឹងលក្ខណៈជាតិអញ្ចឹងលក្ខណៈជាតិគឺសំដៅដល់លក្ខណៈអ្វីដែលជារបស់ខ្មែរការទ្រទ្រង់ព្រលឹងជាតិបង្ហាញអំពីវប្បធម៌បំផុសស្មារតីស្នេហាជាតិមាតុភូមិទឹកដីធម្មជាតិជំនឿសាសនាប្រពៃណីនិងទំនៀមទម្លាប់បំផុសស្មារតីស្នេហាជាតិណា ហើយទៅសាសនាគឺខ្មែរកាន់យកនៅពុទ្ធសាសនាហើយប្រពៃណីទំនៀមទម្លាប់ដូចយើងនិយាយមិនអញ្ចឹងគឺដូចអីពិធីចូលមលុបពិធីអីពិធីកោជុកផ្សេងៗហ្នឹងគឺបង្ហាញជាលក្ខណៈជាតិគឺសំដៅដល់លក្ខណៈទាំងអស់ហ្នឹងអ្វីក៏ដោយដែលជារបស់ខ្មែរអាហ្នឹងគឺជាលក្ខណៈជាតិហើយមួយទៀតលក្ខណៈអន្តរជាតិគឺសំដៅដល់អក្សរសិល្ប៍ដែលមានតម្លៃជាសកលទទួលស្គាល់ជាសកលនិងផ្សាយទៅអន្តរជាតិ ទទួលស្គាល់ជាសកលយ៉ាងម៉េចគឺទទួលស្គាល់ជាសកលដូចជាអាចរាប់បានថារឿងកលាបៃលិនក៏អាចចាត់ទុកថាជារឿងដែលមានតម្លៃជាសកលដែរដែលបង្ហាញអំពីការតស៊ូការខំប្រឹងប្រែងដែលមានតម្លៃជាសកលហ្នឹងហើយគឺជាលក្ខណៈអន្តរជាតិចុះយើងចូលបន្តទៀតគឺតាក់ទងទៅនឹងតម្លៃអក្សរសិល្ប៍នេះគឺជាចំណុចសំខាន់ដែរដែលបងប្អូនត្រូវតែដឹងមែនតើ ពីព្រោះក្នុងការធ្វើសេចក្តីអធិប្បាយអក្សរសិល្ប៍គឺយើងត្រូវតែពយល់គេថាតើអក្សរសិល្ប៍នឹងមានតម្លៃអីអក្សរសិល្ប៍នឹងបង្ហាញយើងឲ្យឃើញពីអីខ្លះអប់រំយើងមិនអីមិនគឺភាគច្រើនគឺជៀសមិនផុតទេពីតម្លៃនៃអក្សរសិល្ប៍អញ្ចឹងយើងជាអ្នកសិក្សាអក្សរសិល្ប៍ក៏យើងត្រូវដឹងពីតម្លៃរបស់អក្សរសិល្ប៍ដែរហើយបើយើងជាអ្នកសិក្សាអក្សរសិល្ប៍ហើយទើបអត់ស្គាល់ពីតម្លៃអក្សរសិល្ប៍នឹងជាអីផងអត់ដឹងថាអក្សរសិល្ប៍នឹងផ្ដល់អីដល់ខ្លះឲ្យយើងផងតើយើងទៅធ្វើតែសេចក្តីអីមិនកើតទៅអញ្ចឹងអក្សរសិល្ប៍ផ្ដល់តម្លៃអីខ្លះអក្សរសិល្ប៍អប់រំមនុស្សឲ្យប្រកាន់ខ្ជាប់នូវសិលធម៌សច្ចធម៌និងយុត្តិធម៌អប់រំមនុស្សឲ្យប្រកាន់យកនូវព្រហ្មវិហារធម៌មេត្តាករុណាមុទិតាឧបេក្ខាត្រូវមានគុណធម៌ចេះដឹងគុណមានភាពកតញ្ញូកតវេទីអីចឹងទៅ ហើយទៅអប់រំយើងយ៉ាងម៉េចឲ្យស្គាល់អំពីអំពើល្អអំពើអាក្រក់ស្គាល់បុណ្យបាបគុណទោសអប់រំឲ្យយើងអីឲ្យយើងមានការតស៊ូព្យាយាមខិតខំជំនះរាល់ឧបសគ្គនានាដោយតួអង្គចៅចិត្តចឹងតស៊ូព្យាយាមណាស់ប្រឹងសិក្សារៀនសូត្ររហូតទទួលបានប្រកាសនីយបត្រតស៊ូព្យាយាមណាស់ហើយទៅក៏ខិតខំជំនះរាល់ឧបសគ្គនានាអត់ចោះចាញ់អត់រុញរាទេតួអង្គសូផាតអីចឹងសុទ្ធតែជាតួអង្គមានការតស៊ូព្យាយាម អប់រំឲ្យទៀតអប់រំឲ្យចេះរួបរวมសាមគ្គីគ្នាស្មោះត្រង់មានភក្ដីភាពចេះស្រឡាញ់រាប់អានគ្នាចេះយោគយល់អធិស្ឋានឲ្យគ្នាទៅវិញទៅមកភក្ដីភាពត្រង់នេះមិនមែនតែភក្ដីភាពចំពោះស្នេហាទេមិនមែនភក្ដីភាពតែចំពោះគ្រួសារទេ
cứ phẹt đây phiêu lại ní cứ nơi từ lùm từ liền á cứ phẹt đây trong pua chết mi tập phum phòng này bạn tham bênนี้cứอบรมយើងឲ្យចេះអីចេះដោះស្រាយបញ្ហាដោយសន្តិវិធីប្រកាន់នូវធម៌អហិង្សាបន្តមកទៀតគឺបណ្ដោះនៅឧត្តមគតិនិងស្មារតីស្នេហាជាតិគិតប្រយោជន៍ជាតិជាធំមិនពុកអលួយហ៊ានលះបង់គ្រប់បែបយ៉ាងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិដូចជារឿងរាមកេរ្តិ៍ជាដើមតួអង្គគុំភកាជាតួអង្គស្នេហាជាតិជាតួអង្គដែលមានឧត្តមគតិជាតិខ្ពង់ខ្ពស់មិនព្រមចោះចូលជាមួយសត្រូវទោះបីជាខ្លួនស្លាប់ក៏នៅតែបំរើក្រុងរាពណ៍ដែរហ្នឹងហើយនេះហើយគឺបង្ហាញនៅឧត្តមគតិស្នេហាជាតិដែលបានអប់រំយើងឲ្យមានឧត្តមគតិស្នេហាជាតិដែរឲ្យគិតប្រយោជន៍ជាតិជាធំដែរមិនពុកអលួយដូចជាក្នុងរឿងមីលីរឿងចិត្តដែលតួអង្គទីឃាវុធមិនព្រមពុកអលួយមិនព្រមទទួលសំណូកពីតកែហុងឈីដែលជាតកែពុកអលួយទេហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិក៏តួអង្គទីឃាវុធនឹងដែរហ៊ានចូលទៅច្បាំងនៅក្នុងសមរភូមិដើម្បីការពារជាតិការពារទឹកដីឲ្យបានគង់វង្សបណ្ដោះនៅគំនិតឲ្យហ៊ានប្រឆាំងទៅនឹងការរើសអើងវណ្ណៈប្រឆាំងទៅនឹងភាពអយុត្តិធម៌សង្គមហ៊ានរើបំរាស់ពីការជិះជាន់គៀបសង្កត់ពីអ្នកមានលុយមានអំណាចដើម្បីទទួលបាននៅសិទ្ធិសេរីភាពដូចជារឿងភូមិដេឆានក៏អាចចាត់ទុកបានដែរភូមិដេឆានគឺប្រជាជននាំគ្នាក្រោកឈរឡើងតវ៉ាប្រឆាំងទៅនឹងពួកអាណានិគមបារាំងដែលគៀបសង្កត់ជិះជាន់ប្រមូលពន្ធយ៉ាងធ្ងន់ធ្ងរពីប្រជាជនដែលធ្វើឲ្យប្រជាជននឹងមានសេចក្តីក្លាហានប្រឆាំងទៅនឹងរឿងអយុត្តិធម៌រឿងជិះជាន់គៀបសង្កត់ទាំងអស់ហ្នឹងអាហ្នឹងគឺជាការបណ្ដោះគំនិតយើងមួយទៀតគឺអប់រំឲ្យអីឲ្យចេះគោរពសិទ្ធិមនុស្សនិងការប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យជាក់ស្ដែងនៅក្នុងរឿងពវេសន្តរដែលព្រះស្រីដែលព្រះបាទស្រីសញ្ជ័យគឺយ៉ាងម៉េចទៅគឺសុកចិត្តបំបបងពវេសន្តរនឹងឲ្យទៅក្នុងព្រៃគិរីវង្គតដើម្បីជាការធ្វើតាមសំណូមពររបស់ប្រជារាស្ត្រនៅក្នុងនគរស្រីពីរាស្ត្រពីព្រោះយើងដឹងហើយថាព្រះវេស្សន្តរគឺបានបរិច្ចាគនៅទានដំរីបច្ច័យនាគដល់នគរកលិង្ករាដែលកំពុងជួបគ្រោះទុរភិក្សអញ្ចឹងប្រជារាស្ត្រនៅក្នុងនគរស្រីពីរាស្ត្រនឹងគឺមានការខឹងសម្បាមែនតែនចំពោះព្រះវេស្សន្តរដែលធ្វើការតវ៉ាទាមទារឲ្យព្រះបាទស្រីសញ្ជ័យហ្នឹងគឺត្រូវតែបំបងព្រះវេស្សន្តរអញ្ចឹងព្រះបាទស្រីសញ្ជ័យអញ្ចឹងព្រះបាទស្រីសញ្ជ័យហ្នឹងក៏បានធ្វើតាមសំណូមពរប្រជារាស្ត្រស្ដេចមែនតែគ្រប់តាមមតិរបស់ប្រជារាស្ត្រអាហ្នឹងហើយគឺបណ្ដោះនៅការប្រកាន់លទ្ធិប្រជាធិបតេយ្យត្រង់ចំណុចហ្នឹងហើយមួយទៀតគឺការបណ្ដោះនៅគំនិតជឿនលឿនបណ្ដោះនៅវប្បធម៌សន្តិភាពរួមទាំងបណ្ដោះនៅវប្បធម៌អហិង្សាមានថាដោះស្រាយបញ្ហាអីក៏ដោយក៏ដោយអហិង្សាដោយសន្តិវិធីដោយមិនប្រើនៅអំពើហិង្សាមិនប្រើនៅសង្គ្រាមអីទេនេះហើយគឺជាមុខងារគឺជាការបណ្ដោះការផ្ដល់ឲ្យនៅអក្សរសិល្ប៍ដែលអក្សរសិល្ប៍បានផ្ដល់ឲ្យចំពោះយើងដែលអក្សរសិល្ប៍បានផ្ដល់នៅតម្លៃយ៉ាងច្រើនអប់រំយ៉ាងច្រើនចំពោះអ្នកសិក្សាអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នេះទេសង្ឃឹមថាបងប្អូននឹងជ្រាបច្បាស់អំពីអក្សរសិល្ប៍យល់ឲ្យច្បាស់អំពីអក្សរសិល្ប៍ព្រោះអីឥឡូវនេះភាគច្រើនតែងសេចក្តីច្រើនតែចេញប្រធានអក្សរសិល្ប៍អញ្ចឹងបងប្អូនអត់ចេះអត់បានទេអញ្ចឹងបងប្អូនត្រូវតែចាំត្រូវតែយល់អំពីអក្សរសិល្ប៍ឲ្យបានជាដាច់ខាតអញ្ចឹងជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលចូលរួមស្ដាប់នៅការអធិប្បាយរបស់ខ្ញុំហើយបើសិនណាជាកន្លែងខ្លះខ្ញុំនិយាយទៅទាក់និយាយទៅខុសដោយប្រការណាមួយសូមអធ្យាស្រ័យអភ័យទោសដល់រូបខ្ញុំផងហើយបើសិនណាជាមានចម្ងល់ឬចំណុចខ្វះខាតកន្លែងណាអាចខមមិននៅខាងក្រោមបានហើយបន្តទៀតក៏ចង់ជំរាបដល់អ្នកសិក្សាទាំងអស់ថាបើសិនណាជាអ្នកសិក្សាទាំងអស់ចង់បានឯកសារត្រៀមប្រឡងបាក់ឌុបឬក៏ឯកសារវិញ្ញាសាលំហាត់ផ្សេងមិនថាបាក់ឌុបឬក៏តាក់ទងនឹងថ្នាក់កម្រិតវិទ្យាល័យអនុវិទ្យាល័យអីទេគឺអាច scan ចូល channel នឹងបានដែលសម្បូរទៅដោយវិញ្ញាសានិងមេរៀនឯកសារអីល្អៗច្រើននៅក្នុងក្រុម channel Telegram ហ្នឹងចឹងអាច scan បានហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច subscribe
ដល់រូបខ្ញុំផងហើយថ្ងៃនេះក៏មានតែប៉ុណ្្នេះទេអញ្ចឹងសង្ឃឹមថាបងប្អូននឹងចូលរួមស្ដាប់ដើម្បីបង្កើននៅចំណេះដឹងបន្តទៀតអញ្ចឹងអរគុណបងប្អូនអរគ្នាជម្រាបលា